បាទសូមគោរពជំរាបសួរបងប្អូនមិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបន្ត share ចែករំលែកនៅប្រយោគស្របជាបន្តទៀតដល់វីដេអូទី133សម្រាប់វីដេអូទី133គឺចាប់ពី sentence 1321 The train was late hence I missed my appointment. The train was late, hence I missed my appointment. ចឹងថារថភ្លើងនឹងយឺតណាស់ហើយដូច្នេះខ្ញុំក៏បានខកការណាត់ជួបរបស់ខ្ញុំ The train was late បាទរថភ្លើងយឺតណាស់ hence ហើយដូច្នេះ I missed my appointment ខ្ញុំក៏បានខកខាននៅការណាត់ជួបរបស់ខ្ញុំ Sentence 1322 She was exhausted and she went to bed early. She was exhausted and she went to bed early. យ៉ាងថានាងអស់កម្លាំងណាស់ហើយដូច្នេះនាងក៏បានចូលគេងពីក្បាលព្រលប់ She was exhausted បាទនាងអស់កម្លាំងណា and ហើយដូច្នេះ she went to bed early នាងក៏បានចូលគេងពីក្បាលព្រលប់ Sentence 1323 The flight was cancelled and we had to change our plans. The flight was cancelled and we had to change our plans. ចឹងថាជើងយន្តហោះនឹងត្រូវបានច្រានចោលហើយដូច្នេះយើងត្រូវតែបដូរយន្តហោះរបស់យើងបាទត្រូវតែបដូរយន្តហោះថ្មីណាបាទបដូរយន្តហោះរបស់យើងទៅចឹង the flight was cancelled បាទជើងហោះហើយជើងយន្តហោះនឹងឯងត្រូវបានគេ cancel ហើយបាទត្រូវបានគេច្រានចោលហើយ and ហើយដូច្នេះ we had to change our plans ហើយដូច្នេះយើងត្រូវតែបដូរយន្តហោះរបស់យើងទៅ Sentence 1324 He followed the instructions and he made it correctly. He followed the instructions and he made it correctly. ចឹងតែគាត់នឹងបានធ្វើតាមការណែនាំហើយដូច្នេះគាត់ក៏បានធ្វើវាយ៉ាងត្រឹមត្រូវ He followed the instructions ចឹងគាត់ធ្វើតាម follow ប្រព្រឹត្តតាមធ្វើតាម the instruction ការណែនាំ and ហើយដូច្នេះ he made it correctly ចឹងគាត់ក៏បានធ្វើវាយ៉ាងត្រឹមត្រូវ Sentence 1325 The experiment failed and they had to start again. The experiment failed and they had to start again. ចឹងថាការធ្វើពិសោធន៍នឹងបានបរាជ័យហើយដូច្នេះពួកគេត្រូវចាប់ផ្ដើមម្ដងទៀត The experiment failed ចឹងការធ្វើពិសោធន៍នឹងឯងបាទ fail ហើយបរាជ័យហើយអត់ជោគជ័យទេ and ហើយដូច្នេះ they had to start again ហើយដូច្នេះបាទពួកគេត្រូវតែ had to ត្រូវតែមាន must ចឹងពួកគេត្រូវតែចាប់ផ្ដើមម្ដងទៀត start again ចាប់ផ្ដើមម្ដងទៀត Sentence 1326 He broke the vase on purpose. He broke the vase on purpose ចឹងថាគាត់នឹងបានធ្វើឲ្យបែកថូផ្កាដោយចេតនាចឹង on purpose ដោយចេតនា He broke the vase on purpose ចឹងគាត់បានធ្វើឲ្យបែកថូផ្កាដោយចេតនា Sentence 1327 She forgot her birthday on purpose. She forgot her birthday on purpose ចឹងថានាងបានភ្លេចថ្ងៃខួបកំណើតរបស់អ្នកនឹងដោយចេតនា Okay She forgot her birthday on purpose ចឹងនាងបានភ្លេចថ្ងៃខួបកំណើតរបស់អ្នកនឹងដោយចេតនា
on purpose បាទដោយចេតនា Sentence 1328 I was late on purpose to avoid the meeting I was late on purpose to avoid the meeting ចឹងថាខ្ញុំបានយឺតដោយចេតនាដើម្បីជៀសវាងការប្រជុំ I was late on purpose ចឹងខ្ញុំបានយឺតដោយចេតនា to avoid ដើម្បីជៀសវាង avoid the meeting នៅការប្រជុំ Sentence 1329 I think he ignores her on purpose I think he ignores her on purpose ខ្ញុំគិតថាគាត់នឹងប្រងើយកន្តើយដាក់នាងនឹងដោយចេតនា I think he ignores her on purpose ខ្ញុំគិតថាគាត់បាទ ignore ប្រងើយកន្តើយ ignore her ប្រងើយកន្តើយដាក់នាង on purpose ដោយចេតនា Sentence 1330 They cancel the event on purpose to save money. They cancel the event on purpose to save money. ចឹងថាពួកគេនឹងបានច្រានចោលកម្មវិធីដោយចេតនាដើម្បីសន្សំលុយ They cancel បាទលុបចោលឬក៏ច្រានចោលនៅ the event កម្មវិធីនឹងឯង on purpose បាទដោយចេតនា to save money ដើម្បីសន្សំលុយកាសបាទចឹងកម្មវិធីរៀបនឹងប្ររពឡើងគិតទៅអស់លុយច្រើនយើងអាច cancel វាចោលបាទដើម្បី save money ខ្លះអូខេអញ្ចឹងសម្រាប់ការចែករំលែកនៅរបស់ស្របបាទវីដេអូទី133ដល់ sentence 1330បាទក៏សូមស្លេះត្រឹមប៉ុណ្ណេះសិនក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងប្រសិនបើបងប្អូនមិនទាន់បានចុច Subscribe Channel របស់ខ្ញុំបានបាទសូមបងប្អូនជួយចុចម្នាក់មួយដើម្បីបងប្អូនទទួលបាននៅវីដេអូថ្មីដែលខ្ញុំបានចែករំលែកជាបន្តទៀតបាទក៏សូមជូនពរបងប្អូនសំណាងល្អនិងជោគជ័យគ្រប់គ្នាសូមអរគុណច្រើន